បងប្អូនដឹងអត់មីគឹមឈីរួមដៃគ្នាជាមួយមីតុងយ៉ាំមករករឿងអាម៉ុកវាខឹងចិត្តដោយសារតែអាម៉ុកដូរទីតាំងហុងចាក់ឈប់ទៅផលិតផលិតផលផ្សេងៗនៅផ្ទះមីតុងយ៉ាំមកដល់ពេលអញ្ចឹងមីតុងយ៉ាំវាមិនបាត់ចំណូលហើយមីគឹមឈីនឹងវាមិនបដាក់ទុនទៅលើហុងចាក់អីផ្សេងៗនៅផ្ទះមីតុងយ៉ាំច្រើនដល់ពេលអាម៉ុកអត់ទៅធ្វើផលិតផលនៅស្រុកមីតុងយ៉ាំអញ្ចឹងមីគឹមឈីក៏ខាត់បងដែរsearch មើលព័ត៌មានពីសេដ្ឋកិច្ចពាក់ព័ន្ធជាមួយមីគឹមឈីនៅមីតុងយ៉ាំខាតបងនៅពេលដែលកំពុងឆ្លោះគ្នាជាមួយអាម៉ុកហ្នឹងណាជាង$10,000 លានហើយតែ3 ខែហ្នឹងឯងចង់ហើយបានគឹមឈីទៅជាសស្ដាប់មីតុងយ៉ាំនឹងចាក់រុកថានៅតែអាម៉ុកហ្នឹងសបោ scammer scam តែជនជាតិមីគឹមឈីហ្នឹងឯងពេលចឹងមីគឹមឈីហ្នឹងវាក្តៅលកជាដែរហ៎ហើយលោកជាវាសស្រាប់ចឹងទៅវាជឿមីតុងយ៉ាំទៅវាពីរអ្នកនោះរួមដៃគ្នាធ្វើបាបអាម៉ុកតែមានអីគ្រាន់តែ2ថ្ងៃមុនគឹមឈីក៏លុយគេឲ្យស្ថានទូតគឹមឈីគេហ្នឹងបើឆែករកប្រជាពលរដ្ឋមីគឹមឈីហ្នឹងរស់នៅផ្ទះអាម៉ុកហើយនឹងមួយទៀតទៅរស់នៅផ្ទះមីតុងយ៉ាំហ៎ម៉ែរស់នៅផ្ទះអាម៉ុកតែប្រហែល100នាក់ឯណាស្រួលរយណាតែរស់នៅផ្ទះមីតុងយ៉ាំគ្រាន់តែ scammer ជាង50000នាក់ក្នុងនោះមានសាច់ញាតិមីគឹមឈីឡើងច្រើនឥឡូវមីគឹមឈីពងស្លាក់មុខហើយវាខឹងវាជាមួយវាធ្វើមិនហ្នឹងហើយមីគឹមឈីបកាយជឿមីតុងយ៉ាំពេកអសមមុខ